សួស្តីអ្នកស្ដាប់ការស្រាយរបស់អ្នកទាំងអស់គ្នាថ្ងៃនេះយើងបន្តរឿងមួយយើងទៀតណាហើយគ្រាន់តែបោះក្បាលពាក្យនេះមកលីរបស់យើងហ្នឹងក៏បានមកជួយស្ដាច់យើងវិញចឹងទៅព្រោះនិយាយថាអត់ដាច់ចិត្តចឹងទៅតែចង់និយាយថាមកលីប្រើកម្លាំងដល់ធាក់គេទូគេកន្លែងឯកសារហ្នឹងឡើងដួលព្រមបានគិតថាខ្ញុំមិនគួរប្រើកម្លាំងច្រើនពេកចឹងឯតិចគាត់ថាគាត់សុំទោសអ្នកថាគ្រប់គ្រងហ្នឹងទៅវាក់ហៀបចំវិញចឹងណាហើយពេលហ្នឹងក៏បានហក់ចូលទៅពេលហ្នឹងស្ដេចរបស់យើងស្មារតីតកបានចាត់ច្របាច់កចឹងឡើងលើទៅហើយទៅពេលស្ដេចយើងក៏បានងើបមកច្បាស់ថាសំណាងហើយដែលឯងមិនមែនជាសុំទោសហើយដល់ពេលហ្នឹងលីរបស់យើងក៏បានគិតក្នុងចិត្តថាគាត់និយាយថាខ្ញុំមិនមែនជាធាតុករមែនទេហើយចាំបាច់អីប្រើកម្លាំងខ្លាំងម្ល៉េះខ្ញុំឈឺណាស់ដល់ពេលស្ដេចរបស់យើងក៏បានបន្តទៀតថាតែយាមនៅក្រៅពួកគេបានឮសំឡេងក្តុកក្តាំងនេះហើយពួកគេនឹងចូលមកទីនេះឆាប់នេះហើយពួកគេនឹងសម្អាតកន្លែងនេះហើយឯងក៏អាចនឹងត្រឡប់ទៅវិញបានហើយបងជាពីលីរបស់យើងគឺមើលទៅគាត់ទៅនិយាយថាកាត់ជីកកដោយសារតែគេច្របាច់កគាត់ចឹងទៅហើយពេលនោះស្ដេចរបស់យើងក៏បានបើកទ្វារចេញព្រោះទៅបាននិយាយថាលើក្រោយយើងនឹងមិនបានមកបង្រៀនឯងទៀតទេលាហើយលីដល់ពេលលីរបស់យើងនឹងក៏បានក្នុងចិត្តថាគាត់មានមួយចំណុចដែលដូចគ្នាហើយខ្ញុំគួរតែត្រឡប់ទៅវិញឲ្យបានមុនឆ្នាំងយាមដែលចូលមកដល់ហើយពេលហ្នឹងលីរបស់យើងក៏បានដើរចេញព្រោះបានក្នុងចិត្តថាលាហើយ LB គ្នាតែប៉ុណ្ណឹងបាននៅមានតក់ឈ្មោះយ៉ាងវែងណាស់ចឹងតែមានវាចេះហើយពេលណាលីរបស់យើងក៏បានសម័យនៅពេលដែលស្ដេចរបស់យើងហ្នឹងគឺបានបង្រៀនគាត់ចឹងទៅហើយពេលហ្នឹងក៏រត់បានបន្តិចគាត់ថាឈប់សិនហើយដើម្បីបានជាខ្ញុំត្រូវចាក់ចេញទាំងបែបនេះដរាបណាខ្ញុំមិនបានឃើញកិច្ចព្រមព្រៀងពិតប្រាកដផងវាសំខាន់ណាស់សម្រាប់ខ្ញុំដែលត្រូវប្រាកដបើគាត់ជារាគីដែលខ្ញុំធ្លាប់ស្គាល់បើដូច្នេះមែនខ្ញុំក៏មិនគិតចង់លេងគាត់ទៀតទេអត់ចង់លេងគាត់តាណាទៀតទេចង់និយាយថាឡើយពាក្យហ្នឹងណាហើយពេលហ្នឹងលីរបស់យើងក៏បានរត់ទៅហយក្រោយវិញចឹងទៅគិតថាចង់ចាក់ឆ្ងាយតែដល់ពេលគិតថាអត់ចង់ដោះលែងគេចឹងថានៅទៅតាមនិយាយថាតាមដានគេសិនដើម្បីឲ្យដឹងថាគេហ្នឹងគឺជាមនុស្សបែបណាមិនចឹងទៅហើយក៏បានមកចំណុចអបិសកហមមានដឹងអីមិនតិចចឹងថាតើឯងហ្នឹងមានការងារផ្សេងទៀតទេដែលនៅទំនេរហើយខ្ញុំគឺមិនចង់ធ្វើការងារជាចុងភៅទេឬការងារផ្សេងទៀតទេគឺខ្ញុំចង់ធ្វើការងារការពារស្ដេចហើយដល់ពេលហ្នឹងអបិសកហមក៏បាននិយាយថាឯងចង់ប្រាប់ខ្ញុំថាឯងហ្នឹងគឺចង់ខ្លាចជាអ្នកការពារស្ដេចតែឯងនៅតែជាប់ឈ្មោះជាធាតុករហ្នឹងហើយដល់ពេលឡើយយើងកាត់មកកន្លែងនេះសិនមកគ្នាកន្លែងគេបុកខាត់ចឹងទៅហើយតែមហាឃើញតួថ្មីចឹងទៅហើយគាត់នឹងគឺជាមេឆ្មាំងនៅក្នុងព្រះរាជវាំងចឹងទៅហើយគាត់នឹងមានឈ្មោះថាអាគិណាតុងនៅគ្នាបើមានអាចខកអីកុំប្រកាន់អីណាសារមានគឺមិនសូវចេះអង់គ្លេសប៉ុន្មានទេចឹងណាហើយដល់ពេលហ្នឹងក៏បាននិយាយថាយើងមិនទទួលមនុស្សអត់ប្រយោជន៍ទេហើយបេសកលក៏បានបន្ថែមទៀតចឹងទៅថាមានហើយមនុស្ងងម្នាក់នេះគឺចော့រឹងរស់ណាស់គឺនៅតែទទូចចង់ធ្វើជាឆ្មាំនៅទីនេះហេរាគីលោកគ្រាន់តែប្រដៅគេបន្តិចទៅឲ្យគេនឹងរៀងហើយទៅធ្វើការជាមួយខ្ញុំវិញហើយលីរបស់យើងក្រោយបានលឺប៉ុណ្ណឹងហើយក៏បានគិតថាអាគីណាខ្ញុំបានឃើញគាត់នៅក្នុងតុលាការរបស់ស្ដេចដល់ពេលអាគីណាណាក៏បាននិយាយថាបើឯងចង់ប្រឡងជាប់ឯងត្រូវតែបាញ់ធ្នូទៅចំគោលដៅឲ្យបានត្រូវសិនខ្ញុំនឹងអនុញ្ញាតឲ្យឯងចូលទៅជាមួយខ្ញុំហើយលីរបស់យើងក៏បាននិយាយថាខ្ញុំនឹងបញ្ជាឲ្យលោកមើលនិយាយលេងថោអស់ហើយ sorry នឹងគ្នាលីរបស់យើងក៏បានដងធ្នូចឹងទៅដល់ពេលហ្នឹងអាគីណាហ្នឹងក៏បាននិយាយថាឯងចាប់ដើមបាញ់វាទៅបើជាឯងបាញ់ទៅយើងនឹងគិតចាត់ទុកថាឯងហ្នឹងគឺនិយាយថាជាប់ហើយដល់ពេលហ្នឹងហើយបេសកក៏បាននិយាយថាមើលទៅឯងហ្នឹងគឺពិតជាជំនាញមែនដល់ពេលហ្នឹងបានគិតក្នុងចិត្តថាឯងពិតជាមិនដឹងទេថាកន្លែងនេះគឺមានខ្យល់ណាស់ប្រហែលជាវានឹងជាបញ្ហាសម្រាប់ឯងហើយដល់ពេលហ្នឹងលីរបស់យើងក៏បានបដិញ្ញាចិត្តខ្លាំងមែនទែនតម្រង់ទៅគោលដៅព្រមទាំងបានសម័យកាពីគាត់នៅតូចហ្នឹងថាកាពីគាត់ហ្នឹងនៅតូចប៉ារបស់គាត់ហ្នឹងធ្លាប់នាំគាត់ហ្នឹងទៅបរបាញ់នៅលើភ្នំ
ហើយមនុស្សគ្រប់គ្នាហ្នឹងតែងតែសរសើរពីជំនាញបាញ់ធ្នូរបស់លីរបស់យើងចឹងទៅហើយលីរបស់យើងក៏បានហាត់បាញ់ធ្នូហ្នឹងរហូតទៅដល់ចូលរៀនមហាវិទ្យាល័យហើយដល់ពេលហ្នឹងឪពុករបស់គេក៏បាននិយាយថាលីឯងហ្នឹងមានទេពកោសល្យបាញ់ធ្នូខ្លាំងណាស់តើឯងហ្នឹងគិតថានឹងនៅជាមួយប៉ាហើយបន្តបាញ់បរបាញ់នៅលើភ្នំនៅពេលអនាគតមានទេដល់ពេលលីរបស់យើងបានតបទៅវិញថាទេប៉ាខ្ញុំគឺនឹងទៅចូលរៀនមហាវិទ្យាល័យដល់ពេលពួកគេក៏បាននិយាយថាឯងមានសមត្ថភាពអាចប្រកួតជាមួយអ្នកបាញ់ធ្នូជំនាញបានហើយដល់ពេលលីរបស់យើងថាបំភ្លេចវាចោលទៅប៉ាខ្ញុំវាគ្រាន់តែជាចំណង់ចំណូលចិត្តរបស់ខ្ញុំតែប៉ុណ្ណោះហ្នឹងលីរបស់យើងក៏បានគិតក្នុងចិត្តថាខ្ញុំមិនជឿថាខ្ញុំហ្នឹងគឺធ្វើមិនបានទេខ្ញុំផ្លាប់ប្រកួតបាញ់ធ្នូមិនដែលបានលេខ2ទេចឹងវាបានលេខ1ចាស់ទាំងគ្នាឡើយហ្នឹងអើយឆ្ងល់ហើយហ្នឹងមែនតើហើយដល់ពេលដែលបាញ់ទៅមានណាធ្នូនឹងធ្លាក់ទៅរត់ជើងគាត់ចឹងទៅដល់និយាយពីប៉សឹកហមឃើញហើយនិយាយពីសើចឡើងយេមាត់ហើយដល់ពេលអាគីណាហ្នឹងក៏បានយកដៃនៅផ្ទះក្បាលខ្លួនឯងចឹងទៅហើយដល់ពេលណាប៉សឹកហមក៏បាននិយាយថាឯងគឺកំពុងតែព្យាយាមបាញ់ជើងរបស់ខ្លួនឯងមែនទេដល់ពេលហ្នឹងអាគីណាហ្នឹងក៏បាននិយាយថាឯងអាចសាកវាម្ដងទៀតបានហើយដល់ពេលហ្នឹងលីរបស់យើងក៏បាញ់ម្ដងពីរគ្រាប់នៅល្អគ្នាត្រូវកន្លែងគោលដៅឡើងល្អហើយដល់ពេលណាអាគេណាក៏បានសរសើរឯងហ្នឹងបាញ់បានជាប់ហើយចឹងទៅដល់ពេលក៏មានណាអន់ចង់ក៏ដោយពេលបានឃើញចឹងហើយក៏បាននិយាយថាអេតើឯងនឹងគិតថាប្រកួតគេឲ្យទៅធ្វើការជាមួយយើងវិញនោះហ៎ហើយដល់ពេលហ្នឹងអត់មានខ្វល់ក៏បាននិយាយទៅសើចាំងលីរបស់យើងថាទោះជាចាំងលីយើងជាសត្រូវឬក៏ជាមិត្តតែសំខាន់ឲ្យតែមានភាពស្មោះត្រង់ជាមួយនឹងស្ដេចចឹងទៅហើយដល់ពេលហ្នឹងជាងលីរបស់យើងក៏បាននិយាយថាគឺខ្ញុំនឹងមានចិត្តស្មោះត្រង់ចំពោះស្ដេចហ្មងហើយបានគិតក្នុងចិត្តថាដរាបណាគាត់នៅតែជាមនុស្សដែលខ្ញុំធ្លាប់ស្គាល់ហើយដល់ពេលហ្នឹងស្ដេចរបស់យើងហ្នឹងក៏បានមកដល់និយាយថាគេនាំទាំងសត្វចាំរបស់គេមកចឹងទៅហើយដល់ពេលហ្នឹងគេក៏ទៅគោរពស្ដេចចឹងទៅហើយពេលសកលក៏បានថាខ្ញុំមិននឹកស្មានថាគាត់បានមកហាត់សត្វរបស់គាត់នៅកន្លែងនេះសោះហើយពេលហ្នឹងលីរបស់យើងក៏បានទៅគោរពដែរចឹងទៅប្រតិបាននិយាយថាមីងតើព្រះអង្គនៅចាំខ្ញុំទេខ្ញុំគឺជាអ្នកយាមម្នាក់ដែលបាននិយាយបានប៉ុណ្ណឹងដល់ពេលស្ដេចរបស់យើងក៏បានកាត់ធាតុករណរណាដែលឲ្យឯងហ្នឹងគឺមកទីនេះឆាប់ចាប់គេឲ្យលុតជង្គង់ភ្លាមហើយគេក៏បានចាប់ឲ្យលីយើងលុតជង្គង់ចឹងទៅអ្នកទាំងអស់គ្នាហើយពេលនេះគឺមកយើងក៏បានចាប់បណ្ដាំស្នេហ៍គ្នាបញ្ចង់នៅភាគក្រោយជាអ្នកកំពុងតាមដានទាំងអស់គ្នាបាយអរគុណ